នេះផងដែរសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានស្ដាប់នៅ Channel របស់យើងខ្ញុំថ្ងៃនេះដែរយើងបានលើកនៅចំណុចទី10ដែលមានចំណុចសំខាន់ត្រូវមានឆន្ទៈធ្វើជាសិស្សដើម្បីជ្រើសរើសអ្នកផ្ដល់ដំបូន្មានប្រសិនបើព្រះហើយនឹងគ្រូបង្រៀនមេសាសនាកំពុងឈរនៅជាមួយគ្នាតើមួយណាដែលសិស្សត្រូវគោរពមុនគេបើយោងទៅតាមវប្បធម៌ឥណ្ឌាចម្លើយគឺគ្រូបង្រៀនពីព្រោះបើគ្មានការដឹកនាំនិងការជួយពីលោកគ្រូទេសិស្សក៏គ្មានឱកាសបានជួបព្រះដែរអ្នកព្រៀនប្រដៅឬគ្រូបង្រៀនគឺជាមនុស្សដែលយល់ឃើញហេតុការក្រោយតែអាចចង្អុលប្រាប់អ្នកពីហេតុការទុកជាមុនបានចូលស្វែងរកមនុស្សម្នាក់ដែលមានសមត្ថភាពបង្រៀនព្រៀនប្រដៅអ្នកចូលជ្រើសរើសអ្នកផ្ដល់ដំបូន្មានដោយប្រុងប្រយ័ត្នអ្នកផ្ដល់ដំបូន្មានល្អអាចនាំផ្លូវនិងដឹកនាំយើងបានល្អផ្ទុយទៅវិញបើអ្នកផ្ដល់ដំបូន្មានអាក្រក់វិញនោះនឹងបង្អាក់ដល់ដំណើររបស់យើងចូលសម្ដែងការគោរពនិងធ្វើឲ្យខ្លួនคล้ายទៅជាសិស្សដែលគួរឲ្យចាប់អារម្មណ៍សិស្សដែលទទួលការចាប់អារម្មណ៍និងទទួលបាននៅចំណេះប្រសើរពីគ្រូបង្រៀនដែលល្អនោះនឹងមិនឲ្យអ្វីដល់អ្នកផឹកឡើយប៉ុន្តែពួកគាត់នឹងធ្វើឲ្យអ្នកស្រេកពួកគេនឹងធ្វើឲ្យអ្នកដើរលើផ្លូវមួយដើម្បីទៅស្វែងរកចម្លើយតើអ្នកមានអ្វីជាគ្រឿងជំរុញឲ្យទទួលបានជោគជ័យដែរឬទេតើយើងទាំងអស់គ្នាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យហើយឬនៅមានមនុស្សមួយចំនួនមានអារម្មណ៍ថាគ្មានទេពួកគេនៅទន់ខ្សោយហើយងាយបរាជ័យណាស់ប៉ុន្តែមិនចាំបាច់ត្រូវស្ថិតនៅក្នុងស្ថានភាពនេះរហូតទេយើងទាំងអស់គ្នាអាចចាប់យកសមត្ថភាពណាមួយនៅក្នុងចំណោមសមត្ថភាពទាំង10ចំណុចដែលបានលើកយកមកវិភាគនៅក្នុងចម្ពោះនេះសមត្ថភាពទាំងនេះប្រហែលជាមិនមែនកំពុងត្រូវអភិវឌ្ឍកម្រិតមួយដែលយើងចង់បានទេប៉ុន្តែពួកគេអាចស្ថិតនៅក្នុងកម្រិតនោះរួចទៅហើយបកទៅក្រោយបន្តិច10ចំណុចដែលខ្ញុំនិយាយនេះគឺចំណុចតាំងពីខ្ញុំអានជូនបងប្អូនតាំងពីដំបូងប៉ុន្តែខ្ញុំនឹងលើកយកគោលដើម្បីមកប្រាប់បងប្អូនចំណុចទី1គឺចំណងទី2គឺការបដិញ្ញាចំណុចទី3គឺទំនួលខុសត្រូវចំណុចទី4គឺការខិតខំប្រឹងប្រែងចំណុចទី5គឺចរិតលក្ខណៈចំណុចទី6ជំនឿនិងចិត្តវិជ្ជមានចំណុចទី7ចូលផ្ដល់ឲ្យបានច្រើនជាងការទទួលចំណុចទី8ថាមពលនៃការតស៊ូចំណុចទី9មោទនភាពចំពោះភារកិច្ចនិងចំណុចទី10ជាចំណុចដែលខ្ញុំបានអានមិញត្រូវមានឆន្ទៈធ្វើជាសិស្សដើម្បីជ្រើសរើសអ្នកផ្ដល់ដំបូន្មានសមត្ថភាពទាំងនេះប្រហែលជាមិនមែនកំពុងត្រូវវិវត្តទៅកាន់កម្រិតមួយដែលយើងចង់បាននោះទេប៉ុន្តែពួកគេអាចស្ថិតនៅក្នុងកម្រិតនោះរួចទៅហើយពួកយើងក៏ប្រហែលជាមិនដឹងថាសមត្ថភាពទាំងនោះវាស្ថិតនៅក្នុងកម្រិតនោះស្រាប់ទៅហើយផងដែរប៉ុន្តែពេលដែលយើងរកពួកវាឃើញហើយការបំពេញភារកិច្ចយើងនឹងមានការកែប្រែនេះប្រៀបដូចជាយើងមានប្រាក់រាប់លានដុល្លារកប់នៅពីក្រោយផ្ទះអញ្ចឹងហើយយើងមិនដឹងថាវាមានអ្នកមិនអាចប្រើប្រាស់លុយទាំងនោះបានទេប៉ុន្តែខណៈដែលអ្នកអាចរកវាឃើញគំនិតនិងទង្វើរបស់អ្នកនឹងមានការផ្លាស់ប្ដូរយើងទាំងអស់គ្នាសុទ្ធតែបានលាក់ទុកនឹងរតនសម្បត្តិជាច្រើនអនេកអ្វីដែលយើងត្រូវធ្វើនោះគឺយកវាចេញមកដាក់ពីមុខយើងហើយប្រើវាដើម្បីទទួលបានភាពជោគជ័យនៅក្នុងជីវិតសូមអរគុណសម្រាប់ការស្ដាប់នៅវីដេអូមួយនេះវីដេអូអានមួយនេះបើសិនជាមានប្រយោជន៍សូមបងប្អូនជួយចុច Subscribe
like និងសញ្ញាកណ្ដឹងម្នាក់មួយបងប្អូនដើម្បីទទួលបានវីដេអូថ្មីសូមអរគុណ